Ok, sau đây là nó này là dùng bài to video bây giờ một tiết các video muốn bạn bằng hai này nó này về pon cho mình nên cả với custom phím là lời cam thì Microsoft check nó không cả update từ lứa program plan hay là dùng to một tiện máu nó không cam thì Microsoft check đá dướiនឹងធ្វើការupdate timeline ឲ្យវា show នៅលើនេះតែម្ដងដើម្បីងាយស្រួលនៅក្នុងការធ្វើបទបង្ហាញទៅកាន់មេរបស់យើងអីចឹងទៅអញ្ចឹងបើសិនជាគ្នាអត់ចូលចិត្តទេខ្លាច cut space គ្នាអាចបិទវាបានយើងចូលទៅកាន់ view បន្ទាប់មកយើងដោះ tick មកហើយបើយើងចង់បើកវិញយើង tick វាវិញមកអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវគ្នាយើងមិនបាច់ចាំខ្វល់ពាក់ព័ន្ធជាមួយនឹងថ្ងៃខែនេះទេគ្នាយើងមើលសិនមកមានន័យថាខ្ញុំមានប្រជុំនៅសប្តាហ៍ក្រោយឬក៏ចុងសប្តាហ៍នេះអញ្ចឹងខ្ញុំត្រូវបង្ហាញមេខ្ញុំថាការងារ superstructure របស់ខ្ញុំ ground floor first floor roof floor ហ្នឹងវាចាប់ផ្ដើមថ្ងៃណាបញ្ចប់ថ្ងៃណាអញ្ចឹងខ្ញុំនឹង add វាទៅលើ timeline ដើម្បីងាយស្រួលនៅក្នុងការ copy ទៅកាន់កម្មវិធី PowerPoint ឬក៏អីផ្សេងដើម្បីយើងធ្វើបទបង្ហាញអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំមកស្ដាំលើវាមកខ្ញុំ add to timeline នេះអញ្ចឹងខ្ញុំបានប៉ានេះណាអញ្ចឹងខ្ញុំអត់តន់សេរីវាទេខ្ញុំនឹងសេរីទៅពីក្រោយអញ្ចឹងខ្ញុំ update ground floor for floor អញ្ចឹងមកអញ្ចឹងខ្ញុំ add to timeline add to timeline យើង add ឲ្យអស់អីដែលយើងចង់បង្ហាញអញ្ចឹងណាអញ្ចឹងខ្ញុំនឹងបាននៅលើនេះអញ្ចឹងអានេះយើងសិតតែអាចទាញបានយើងអាចសេរីបានអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំត្រូវការដូរពណ៌វាខ្ញុំដូរ font ខ្ញុំអត់ចូលចិត្ត font ហ្នឹងទេតោះមកខ្ញុំដូរពណ៌ខ្មៅហើយ background របស់វាខ្ញុំចង់បានពណ៌បែបពណ៌នេះមកខ្ញុំដាក់ hidden បន្តិចហើយ ground floor នេះក៏ដូចគ្នាដែរខ្ញុំនឹងធ្វើការដូរ font ហើយខ្ញុំយក background វាខ្ញុំយកពណ៌នេះចោះបន្ទាប់មកនេះខ្ញុំដូរទៀតមកខ្ញុំដេញណាមានន័យថាខ្ញុំឲ្យពណ៌កាន់តែដិតជាងមុនឥឡូវឧទាហរណ៍នេះខ្ញុំយកពណ៌នេះចោះហើយ font ខ្ញុំដូរដូចគ្នាដែរអញ្ចឹងនៅពេលដែលបានប៉ុណ្ណឹងហើយមានន័យថាយើងអាចនេះយើងអាច copy វាដាក់ទៅក្នុងកម្មវិធី PowerPoint ដើម្បីធ្វើបទបង្ហាញអញ្ចឹងណាដូចយើងអាចមើលបានមានន័យថានៅក្នុងការងារ superstructure នេះយើងនឹង start ground floor នៅថ្ងៃណាយើងនឹងបញ្ចប់នៅថ្ងៃណានេះយើងមាន start date យើងមាន finish date ហើយ for floor យើង start ថ្ងៃណាវា overlap គ្នាលេងណាអញ្ចឹងយើងអាចមើលបាន overlap នេះវាការងារគេនេះអញ្ចឹង overlap នេះវាពណ៌មួយ staircase ណា staircase យើងនឹងចាក់ជាមួយគ្នាទៅលើslab របស់ first floor អញ្ចឹងវា overlap គ្នាឡើងនេះយើងអាចមើលបានអានេះដូចគ្នាដែរអញ្ចឹងអានេះវាជាប់ថ្ងៃនេះអញ្ចឹងខ្ញុំចង់ copy វាមានថាខ្ញុំនេះមកខ្ញុំ copy បន្ទាប់មកខ្ញុំចូលទៅក្នុងកម្មវិធី PowerPoint នេះខ្ញុំលុបចោលទៅបន្ទាប់មកខ្ញុំ pass វាមកអញ្ចឹងគ្នាយើងអាចមើលបានមានន័យថាហានេះទាញបានអញ្ចឹងណាអញ្ចឹងមានន័យថាយើងអាចដឹងថា superstructure របស់យើងធ្វើពីថ្ងៃណាដល់ថ្ងៃណា ground floor ថ្ងៃណា first floor ថ្ងៃណាអញ្ចឹងយើងអាចមើលបានអញ្ចឹងវាធ្វើឲ្យយើងមានភាពងាយស្រួលដូចគ្នាដែរបើសិនជាបញ្ជីរបស់យើងមាន test ច្រើនយើងមិនចាំខ្វល់ទៅស្រង់អីច្រើននេះយើងគ្រាន់តែ insert add វាចូលទៅក្នុង timeline យើងអាចបានយកមកធ្វើ slide presentation ដើម្បីធ្វើបទបង្ហាញទៅកាន់មេរបស់យើងថាឥឡូវការងាររបស់យើង start ថ្ងៃណាបញ្ចប់ថ្ងៃណាហើយវា overlap គ្នាកន្លែងណាចំពោះការងារអីគេអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូបន្ទាប់